ហេតុអីទៅអ្នកបោកខ្ញុំធ្វើអីហ៎បោកធ្វើអីអេអ្នកនិយាយធ្វើមើលតែខ្ញុំនឹងនៅក្នុងពោតអញ្ចឹងខ្ញុំចាំមិននឹងដឹងបានថាពោតវាគ្មានសាច់បើខ្ញុំដឹងណាខ្ញុំមិនលក់ឲ្យអ្នកទេអ្នកអាចនិយាយកុហកភូតភពបានតែអ្នកមិនអាចគេចពីការពិតទេអ្នកមានចំការពោតអ្នកធ្វើចំការមកមិនមែន1ខែ2ខែទេបានអ្នកមិនដឹងបានន័យថាអ្នកជាម្ចាស់ចំការអត់ប្រយោជន៍ហើយខ្ញុំយកលុយមកឲ្យថ្លៃពោតវាជាលើកចុងក្រោយដូចគ្នានិយាយគ្មានសច្ចៈដូចអ្នកនឹងដឹងថ្នាំខ្លាំងក្នុងថ្ងៃណាមួយអ្នកដើរលក់ពោតស្ងោពីអ្នកម្ដាយកូនកំពុងតែពពាយនាយលក់ពោតខណៈនោះផងដែរអ្នកភូមិក៏បានស្រែកហៅអ្នកអើយលក់អីចូលមកណែតាច់ដាក់ក្នុងខ្ទមនឹងមកអ្នកលក់អីខ្លះអ្នកចាលក់ពោតអ្នកចង់ទិញប្រមាណដែរអ្នកលក់មួយប្រមាណដែរអ្នកចាពោតមួយ500អ្នកខ្ញុំយក10ផ្លែមកអ្នកខ្ញុំទៅផ្ទះយកលុយឲ្យអ្នកខ្ញុំយក10ផ្លែច្រកឲ្យខ្ញុំមកអ្នកចាអ្នកលក់បានច្រកពោតឲ្យរួចរាល់អ្នកទិញក៏បានយួរពោតទៅផ្ទះតែម្ដងចាំតិចសិនទៅកូនបន្តិចទៀតគេយកលុយមកឲ្យហើយចាម៉ែស្របពេលជាមួយគ្នានោះផងដែរក្មេងប្រុសវ័យ15ឆ្នាំម្នាក់បានដើរមកហុចលុយឲ្យអ្នកលក់ពោតមីងនេះជាថ្លៃដែលម៉ែខ្ញុំគាត់ទិញពោតគាត់ថា14,000បានហើយទើបគាត់យកបើសិនជាមីងអត់ព្រមទេគាត់អត់យកទេពោត15,000ហ្នឹងស្ទាល់ទៅ4,000ទើបគាត់យកបាទដូច្នេះក៏បានដែរក្មួយព្រោះម្ដាយក្មួយយកទៅហើយគាត់អត់តថ្លៃអីបន្តិចសោះគ្រាន់តែឲ្យច្រកហើយក៏ដើរចេញទៅបានរួចក៏ឲ្យកូនយកលុយមកឲ្យ40,000រៀលមីងតែសិនហើយណាក្មួយម្ដាយនិងកូនស្រីបានដើរចេញទៅបន្តរំពេចនោះកូនស្រីបានសួរឡើងម៉ែហេតុអីមនុស្សចាស់ចូលចិត្តកុហកម្លេះគាត់អត់ដឹងទេថាខ្ញុំជាក្មេងបានស្ដាប់ឮហើយនឹងអាចរៀនតាមខ្ញុំខំមើលភ្លើងពោតក្តៅសឹងអីហើយម៉ែទិញពីគេមកក៏10ពោតក៏តម្លៃស្មើនឹងដែរតើតែទិញគេច្រើនទៅគេចោះឲ្យខ្ញុំទៅរកអស់ជាមួយម៉ែដល់ក្នុងព្រៃជ្រៅហើយពេលខ្លះត្រូវទិញអស់ពីគេទៀតមីងបាញ់មិញព្រោះតែចង់ចំណេញបន្តិចអត់គិតពីក្មេងដូចកូនដែលខំធ្វើសោះវាជាធម្មជាតិរបស់មនុស្សណាកូនស្រីបើយើងមិនលក់វាអាចនឹងសល់តែបើយើងលក់វាអាចនឹងបានរួចថ្លៃដើមខ្លះទោះបីមិនចំណេញក៏ដោយតែម៉ែលក់ម៉ែចំណេញបានតិចតួចដែរយើងទៅមុខទៀតណាកូនចាស់ម៉ែម្ដាយជាមួយកូនស្រីបន្តទៅមុខជារឿយលុះដល់ពេលរសៀលពោតស្ងោក៏បានលក់អស់អ្នកទាំងពីរក៏បានមកផ្ទះវិញកូនឯងទៅងូតទឹកចោចាខណៈនោះពោតមួយបាវក៏បានដឹកមកដល់មុខផ្ទះមីងឡោមប្តីប្រពន្ធ2នាក់បានឈប់ឬមកខ្ញុំដឹកពោតមកដល់ហើយអ្នកចាំខ្ញុំលើកយកទៅដាក់នៅលើគ្រែឲ្យណាចាអរគុណលោកបងលើកយកដាក់ឲ្យម៉ួយយើងឲ្យលឿនទៅឪវាខ្ញុំកំពុងតែធ្វើហើយពូចាងលើកពោតមួយបាវនោះទៅដាក់លើក្រែផ្លែនអ្នកដែលគិតថាចុះថ្លៃឲ្យខ្ញុំទៀតឬអត់ខ្ញុំលក់ឲ្យថោកហើយអ្នក10ពោត3,500អ្នកសាកទៅទិញកន្លែងផ្សេងទៅវាអាចនឹងថ្លៃជាងខ្ញុំលក់ឲ្យអ្នកទៀតខ្ញុំយល់ថាជាអ្នកភូមិជាមួយគ្នាបានជាខ្ញុំលក់ក្នុងតម្លៃធូរអ្នកយកទៅលក់ស្ងោឆ្អិនក៏បានមួយក្នុងតម្លៃ500ដែរ10ពោត5,000រៀលឃើញដែរទីចំណេញមួយផ្លែត1,500ខ្ញុំលក់ធូរហើយបើអ្នកយក1,000ពោតឡើងចាំខ្ញុំលក់ឲ្យ10ពោត3,000រៀលតែអ្នកយកម្ដងតែ500ពោត300ពោតខ្ញុំលក់ឲ្យថោកជាងនឹងមិនបានទេអរគុណហើយអញ្ចឹងណាថ្ងៃស្អែកខ្ញុំនឹងទៅរើសដល់កន្លែងថ្ងៃនេះលក់មិនងាយអស់បានជាឲ្យអ្នកយកមកដល់ផ្ទះដោយមិនបានទៅរើសផ្ទាល់មិនអីទេខ្ញុំចេះតែជួយទៅយើងជាមួយនឹងគ្នាយូរហើយតោះឪវាយើងទៅវិញតោះយើងរួចរាល់ហើយប្តីប្រពន្ធគាត់ទាំងពីរបានចាក់ចេញទៅនាថ្ងៃបន្ទាប់មីងឡោមទៅលក់ពោតតែម្នាក់ឯងព្រោះតែកូនស្រីត្រូវទៅរៀនមិនបានជួយលក់ឡើយមីងឡោមដាក់ពោតលើគ្រែអ្នកទិញពុកពោតលក់យ៉ាងម៉េចអ្នក
ខ្ញុំចង់បាន10ផ្លែហើយសាច់ណែនឬក៏អត់ សាច់ណែនណាស់លបងខ្ញុំទៅរើផ្ទាល់ស្ទាបមើលសាច់ពោតរហូតតែម្សិលមិញខ្ញុំឲ្យម៉ួយដឹកយកមកដល់ផ្ទះគាត់រើសអាល្អឲ្យខ្ញុំហើយ បើអញ្ចឹងអ្នករើសឲ្យខ្ញុំ10មកបើមានសាច់ណែនដូចអ្នកនិយាយមែនខ្ញុំនឹងឲ្យតម្លៃពេញតែបើសាច់ឆក់អត់សូវមានគ្រាប់ខ្ញុំយកតែ5ផ្លែអីទេ ខ្ញុំរើសបកឲ្យខ្ញុំធានាបើសាច់អត់ណែនខ្ញុំមិនលក់ពេញថ្លៃទេ10ផ្លែខ្ញុំលក់ឲ្យតែ 4000 រៀលអីទេស្របពេលជាមួយគ្នានោះផងដែរមីងឡោមបានបកពោតបង្ហាញអ្នកទិញប៉ុន្តែពោតបែរជាមិនសូវមានសាច់ក្រឆេតក្រឆោនមិនក៏មួយខ្ញុំធ្វើបែបនេះដាក់ខ្ញុំអត់សូវមានសាច់សោះលបងខ្ញុំលក់ឲ្យតែ 13,500 ទេលបងយកដែរទេព្រោះពោតវាមិនសូវមានសាច់ឡើយ បាទច្រកឲ្យខ្ញុំ10មកអញ្ចឹងឃើញផ្ទាល់ភ្នែកហើយថាវាមិនសូវមានសាច់ហូបពិតមែនបើលក់ពេញថ្លៃគឺត្រូវតែមានសាច់ណែន ចាលបងខ្ញុំច្រកឲ្យហើយមីងឡោមបានច្រកពោតឲ្យអ្នកទិញហើយក៏បានទៅលក់បន្តដោយលក់ក្នុងតម្លៃពោតមួយតែ400រៀល 13,500 រៀលទៅឲ្យអ្នកទិញព្រោះតែពោតមិនសូវជាមានសាច់ណែនដូចរាល់ដងឡើយល្ងាចឡើងមីងឡោមបានទៅកន្លែងមួយលក់ពោតឲ្យគាត់យកតែម្ដងអ្នកហេតុអីក៏អ្នកយកពោតដែលគ្មានសាច់ឲ្យខ្ញុំលក់ខ្ញុំទុកចិត្តអ្នកបានជាខ្ញុំឲ្យរើសពោតឲ្យខ្ញុំហេតុអីទៅអ្នកបោកខ្ញុំធ្វើអីហ៎បោកធ្វើអីអេអ្នកនិយាយធ្វើមើលតែខ្ញុំនឹងនៅក្នុងពោតអញ្ចឹងខ្ញុំចាំមិននឹងដឹងបានថាពោតវាគ្មានសាច់បើខ្ញុំដឹងណាខ្ញុំមិនលក់ឲ្យអ្នកទេអ្នកអាចនិយាយកុហកភូតភពបានតែអ្នកមិនអាចគេចពីការពិតទេអ្នកមានចំការពោតអ្នកធ្វើចំការមកមិនមែន1ខែ2ខែទេបានអ្នកមិនដឹងបានន័យថាអ្នកជាម្ចាស់ចំការអត់ប្រយោជន៍ហើយខ្ញុំយកលុយមកឲ្យថ្លៃពោតវាជាលើកចុងក្រោយដូចគ្នានិយាយគ្មានសច្ចៈដូចអ្នកនឹងដឹងថ្នាំខ្លាំងក្នុងថ្ងៃណាមួយមីងឡោមក៏ហត់លុយរួចគាត់ក៏ចាក់ចេញទៅតែម្ដងបើជាអ្នកផ្សេងគេឲ្យថ្លៃជាងខ្ញុំលក់ឲ្យគេសិនហើយមីងឡោមមកដល់ផ្ទះខណៈដែលកូនស្រីកំពុងតែនៅចាំផ្លូវម្ដាយដូចគ្នាម៉ែថ្ងៃនេះលក់អត់ដាច់មែនទេម៉ែថ្ងៃនេះម៉ែលក់ដាច់ដោយសារតែពោតមិនល្អតែកូនកុំបារម្ភណាយើងទៅរកកន្លែងផ្សេងទៀតដែលគេរកស៊ីមិនបោកប្រាស់យើងចាម៉ែចាប់តាំងពីថ្ងៃនោះមកមីងឡោមលែងយកពោតលក់បន្តទៅកន្លែងចាស់ដោយផ្លាស់ទៅកន្លែងថ្មីដែលជាម្ចាស់ចំការក្បែរកន្លែងចាស់ដូចគ្នាមីងឡោមតែងតែយកពោតជារៀងរាល់ថ្ងៃរីឯមួយចាស់ព្រោះតែប្រាក់លក់ឲ្យអ្នកផ្សេងនោះគេមកទិញតែម្ដងពីរដងក៏បាត់ទៅភាពលោភលន់ព្រោះតែប្រាក់ត្រឹមម្ដងពីរដងចោលម៉ួយដែលធ្លាប់ទិញរាប់ឆ្នាំទៅឲ្យអ្នកផ្សេង15ឆ្នាំក្រោយមកមីងឡោមមានហាងសំលមមសម្រាប់បើករបររកស៊ីលក់ពោតចំហុយរបស់គាត់លក់នៅតែមួយកន្លែងមិនចាំបាច់ទូលដើរលក់ត្រាច់ចោលគ្រប់កន្លែងដូចពីមុនឡើយរថយន្តមួយគ្រឿងបើកមកចតបញ្ច្រាសនៅពីមុខហាងនីលីចេញពីក្នុងហាងមកផ្លែនអ្នកណាមកចតឡាននៅពីមុខហាងទៀតហើយមកទិញធ្វើមិននឹងមើលខាងម្ចាស់ឡានណែណាខ្ញុំសុំចតនៅទីនេះមួយផ្លែតខ្ញុំទៅទិញអីវ៉ាន់នៅក្នុងម៉ាតក្បែរនេះតែមួយផ្លែតទេតែឈប់មុខម៉ាតទេមកឈប់អីនៅនឹងមុខតូបខ្ញុំឈប់តែមួយផ្លែតទេកុំកំណាញ់ពេកមើលមុខហាងនេះទិញដាច់មិនមែនផ្លូវសាធារណៈសោះខ្ញុំប្រាប់តាមស្រួលប្រាប់យកបនចតឡានផ្ដេសផ្ដាសអត់ដឹងកន្លែងចតបើគេមកផាកក៏មិនទៅគេចតឡានអញ្ចឹងវាមិនទំនងក្បាលកន្ទុយណែណាក៏មិនដឹងចេះចតអត់ហ្នឹងនិយាយច្រើនអញ្ចឹងតិចខ្ញុំបើកឡានទៅចតនៅក្នុងហាងយើងវិញឥឡូវហ្នឹងខ្ញុំគ្រាន់តែចតនៅពីមុខហាងមួយផ្លែតមិនបានចង់ឲ្យខ្ញុំទិញពោតចំហុយពោតឆាពោតលីងប្រមាណទើបអាចចតឡានបានខ្ញុំមិនទៀមទីត្រូវទិញអីវ៉ាន់កន្លែងខ្ញុំហើយទើបអាចចតឡានបានទេបន្តិចទៀតណាបើមានគេមកយកឡានទៅបាត់កំខឹងអីអូខេខ្ញុំនឹងចតឲ្យស្រួលបួលឈប់ដើរតួជាម្ដាយខ្ញុំទៀតទៅខ្ញុំមិនចង់ស្ដាប់ទេខ្ញុំអត់ចង់បានកូនម៉ាក់នេះទេពិបាកបដៃថាចាប់ហើយនីលីចូលទៅក្នុងហាងរបស់នាងវិញផ្លែនចាំថ្ងៃក្រោយចូលទៅសួរសុខទុក្ខដល់ក្នុងហាងតែម្ដងកូនណាត់បើករថយន្តចេញពីហាង
នីលីសំដៅទៅផ្ទះចំការរបស់គីខណៈដែលគីឈរនៅក្បែររថយន្តមានអ្នករត់ចេញពីខាងក្នុងចំការពោតមកទទួលរាក់ទាក់គី ច្បាយតូចមកមើលចំការដោយផ្ទាល់តែម្ដងថ្ងៃនេះខ្ញុំមកលេងព្រោះមករយៈនេះនៅផ្ទះអបសុកពេកតម្រូវការទីផ្សារយ៉ាងម៉េចដែរមានអ្នកត្រូវការច្រើនណាស់មានទាំងម៉ួយថ្មីនិងម៉ួយចាស់មករកពោតនៅចំការយើងព្រោះថាម៉ួយទុកចិនទោះមិនបានមករើសដោយផ្ទាល់ក៏អ្នកនៅចំការរើសឲ្យសាច់ពោតណែនមិនបោកប្រាស់ទំនុកចិត្តអ្នកទិញដែរធ្វើដូច្នេះដូចជាការបង្កើនម៉ួយអញ្ចឹងអ្នកទិញនឹងណែនាំតគ្នាយើងក៏មានការងារច្រើនអ្នកក្នុងចំការក៏ទទួលបានប្រាក់ចំណូលកាន់តែច្រើនដែរបាទចវាយទំនុកចិត្តអតិថិជនគឺសំខាន់បំផុតបើពួកខ្ញុំប្រហែសពួកខ្ញុំក៏អាចប្រឈមជាមួយការអត់ការងារធ្វើដូចគ្នាដែរខ្ញុំទៅសម្រាកនៅខ្ទមសិនហើយណាបើមានការអីសំខាន់ចាំទៅរកខ្ញុំទៅបាទចវាយក ូនណាន់បានទៅកាន់ក្នុងខ្ទមរបស់គេភ្លាម នៅទីនេះត្រជាក់ស្រួលមែនទែនមិនសូវជាមានអីមករំខានដូចជានៅផ្ទះទេ រំពេចនោះផងដែរមាននារីម្នាក់បានយកទឹកមកឲ្យគីចវាយមកចំការកាត់ថ្ងៃតែម្ដង ប្រុងឲ្យខ្ញុំមកម៉ោង 2 យប់មិនមែន ខ្ញុំមិនមានន័យបែបហ្នឹងទេចវាយខ្ញុំថាចវាយមកតែថ្ងៃក្តៅចាស់ ខ្ញុំមកមើលចំការត្រូវតែមើលថ្មនេះល្ងាចខ្ញុំទៅវិញហើយខ្ញុំមកមិនបានយូរទេ ចាខ្ញុំដឹងហើយចវាយត្រូវការអីដែរទេខ្ញុំជាអ្នករស់នៅក្នុងភូមិនេះខ្ញុំដឹងសពគ្រប់បែបយ៉ាងស្អីនៅក្នុងភូមិកើតមានឡើងក៏ខ្ញុំដឹងដែរ តែខ្ញុំមិនចង់ដឹងទេខ្ញុំចង់បានតែម្យ៉ាងគឺគ្មានការរំខានពីនរណាម្នាក់ពេលនេះខ្ញុំចង់ដេក ខ្ញុំទៅវិញហើយបើចវាយមិនចង់ឃើញមុខខ្ញុំផងនោះថាចាប់ហើយនាងក៏បានចាក់ចេញទៅភ្លាម រត់ទៅដេកបន្តិចក៏មិនបានមករំខានគ្រប់ពេល នាពេលរសៀលខណៈដែលពោតត្រូវបានបញ្ជូនទៅជាច្រើនឡានកូនណាត់បានឃើញមួយខ្លះមកយកនឹងរើសពោតដល់ចំការគេបានរលាស់ខ្លួនទៅរាក់ទាក់ សួស្ដីថ្ងៃនេះមកយកដោយផ្ទាល់មែនទេបាន មិននៅនឹងទៀតហើយខ្ញុំមកយកដោយផ្ទាល់តើកើតអី អត់មានកើតអីទេខ្ញុំមករាក់ទាក់ម៉ួយរបស់ខ្ញុំនាងជាស្រីឆ្នាំម្ចាស់ហាងពោតនោះសោះតាមពិតក៏ជាម៉ួយរបស់ខ្ញុំដែរគួរទៅលក់ឲ្យបន្តឬក៏អត់ណោះបើម៉ួយខ្ញុំញញបែបនេះនោះ តើវាពាក់ព័ន្ធស្អីជាមួយគ្នារឿងខ្ញុំញញហើយនឹងទិញពោតនេះ វាពាក់ព័ន្ធជាមួយគ្នាព្រោះខ្ញុំជាម្ចាស់ចំការពោតនេះ អត់ចេះបែងចែករឿងផ្ទាល់ខ្លួនជាមួយនឹងរឿងការងារផងខំធ្វើធំធ្វើអីចុះវិញឲ្យឆាប់ទៅខ្ញុំអត់ត្រូវការទេទៅផ្ទះវិញក៏បាន ខ្ញុំញោះលេងតាកុំងើពេកខ្ញុំមិនទៅឈួតផ្ដាច់ម៉ួយចោលទេអញ្ចឹងរើសតាមចិត្តស្រឡាញ់ចុះខ្ញុំទៅផ្ទះសិនហើយ ថាចាប់ហើយគីចាក់ចេញទៅតែម្ដងទោះចង់ឈប់ក៏ខ្ញុំមិនឈប់ដែរម៉ែខ្ញុំជាមួយនៅនឹងមិនមែនខ្ញុំផងគ្រាន់តែមកជួយម៉ែសោះនាថ្ងៃបន្ទាប់នៅសាកលវិទ្យាល័យនាលីឃើញកូនណាត់នៅទីនេះហើយនាងក៏ប្រញាប់រត់ចេញពីក្នុងសាលាខណៈនោះបែរជាទៅបុកនឹងបុរសម្នាក់ទៀត រត់អត់មើលមនុស្សសោះហ្មងចង់យ៉ាងម៉េចហ្នឹងមានមើលគ្នាដែរទេ ខ្ញុំសុំទោសខ្ញុំប្រញាប់ទៅផ្ទះ បញ្ញាប់ទៅផ្ទះចាំបាច់រត់ធ្វើអីខ្ញុំអត់ឲ្យទៅដោយងាយទេតលតែទៅផឹកកាហ្វេជាមួយខ្ញុំសិន ចាំលើក្រោយទៅខ្ញុំមិនបានទៅទេ អូខេចាំលើក្រោយក៏បានដែរតែកុំភ្លេចសន្យាឲ្យសោះណា នាលីប្រញាប់ចាក់ចេញទៅភ្លាមមួយរយៈនេះដូចជាបានច្រើនមេអូនមិនទាន់មកវិញទៀតដល់ម៉ោងចេញពីរៀនយូរហើយស្របពេលជាមួយគ្នានោះមីងធឿនបានចូលមកក្នុងហាងមីងឡោមអ្នកសុខសប្បាយឬអត់មួយរយៈនេះចាខ្ញុំសុខសប្បាយទេហើយចុះអ្នកវិញខ្ញុំមកនេះចង់ឲ្យអ្នកត្រឡប់មកធ្វើជាមួយរបស់ខ្ញុំដូចដើមយើងរកស៊ីជាមួយគ្នាវិញទៅអ្នកខ្ញុំនឹងលក់ឲ្យអ្នកនៅក្នុងតម្លៃធូរខ្ញុំសុំទោសផងអ្នកខ្ញុំមានមួយខ្ញុំស្រាប់ហើយមិនអាចត្រឡប់ទៅរកស៊ីជាមួយនឹងអ្នកម្ដងទៀតបានទេខ្ញុំមិនអាចទ្រាំជាមួយនឹងការបោកប្រាស់ឡើយខ្ញុំសូមវល់អ្នកយើងត្រឡប់មករកស៊ីជាមួយគ្នាដូចដើមវិញទៅកន្លែងខ្ញុំពេលនេះត្រូវការអ្នកមករកស៊ីជាមួយសុំទោសផងអ្នកខ្ញុំមិនអាចត្រឡប់ក្រោយបានទេ
ខ្ញុំឈានមកដល់ចំណុចនេះហើយខ្ញុំត្រូវតែបន្តទៅមុខទៀតជាមួយនឹងអ្នកដែលស្មោះត្រង់ជាមួយនឹងខ្ញុំបើដូច្នេះខ្ញុំលាអ្នកសិនហើយចំការពោតខ្ញុំផ្លាយច្រើនតែបែរជាគ្មានអ្នកត្រូវការសោះថាចប់ហើយគាត់ក៏បានចាក់ចេញទៅតែម្ដងកំហុសមកពីអ្នកវាមិនមែនមកពីខ្ញុំឡើយនាពេលរសៀលកូនណាត់បានដឹកពោតយកមកដល់ហាងមីងឡោមដោយផ្ទាល់ លើកទុកដាក់ឲ្យស្រួលបួលសិនមួយសំណប់ចាត់ខ្ញុំផងមីងនៅឯណាទៅណោះមិនឃើញតែកូនរបស់គាត់ដូច្នេះខ្ញុំចង់ជួបមីង ជួបត្រឹមខ្ញុំបានហើយមិនបាច់ទៅរកម៉ែខ្ញុំទេតាមានការអីជាមួយគាត់ ចង់ភ្ជាប់និស័យជាមួយកូនអ៊ីលក់ពោត និស័យនេះសួយស្អីទេខ្ញុំអត់ត្រូវការយកតំណែងមកដល់ហើយទៅវិញចាស់ ចិត្តដាច់ពេកហើយខ្ញុំមិនទៅវិញទេទាល់តែកូនអ៊ីលក់ពោតប្រាប់ថាអូខេជាមួយខ្ញុំទើបខ្ញុំព្រមទៅវិញបើអត់ឆ្លើយទៅអូខេទេខ្ញុំនឹងដេកនៅនឹងហើយ អូខេទៅផ្ទះបានហើយ បើអញ្ចឹងចាំស្អែកមកទទួលទៅសាលាជាមួយគ្នាណាអូខេបានសង្សារហើយទៅសិនហើយ ណែអូខេព្រោះខ្ញុំអត់ចង់ដឹងរឿងច្រើននោះទេ បាន ចង់ចំណេញមួយពេលពីរពេលខាតចំណងរាប់រយឆ្នាំព្រោះភាពលោភលន់បណ្ដាលឲ្យមនុស្សគិតខុសមួយពេលលែងចេះបែងចែកអ្វីជាចំណងយូរអង្វែងនិងចំណងឆាប់ដាច់ឡើយ